ថ្មីទៀតហើយបងប្អូនថ្មីទៀតហើយហួសចិត្តតែម្ដងបាទជម្រាបសួរពុកម៉ែបងប្អូនអញ្ចឹងព័ត៌មាននៅល្ងាចនេះនាថ្ងៃទី12ខែតុលាឆ្នាំ2025នេះគឺយើងទទួលបាននៅព័ត៌មានមួយពីខាងភិក្ខីសៀមដែលជាព័ត៌មានកំពុងតែក្តៅកគុកនៅក្នុងភូមិព្រៃច័ន្ទបាទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហួសចិត្តហ្មងបាទអញ្ចឹងនៅរសៀលនេះគឺមានសារមួយពីលោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសៀមបាទគេបានប្រកាសក្តែងថាគេគ្រប់គ្រងហើយគេគោរពខ្លាំងណាស់ទៅលើស្ថាបនិកដឹកអាចដែលបានដឹកនាំឡានអាចហ្នឹងបាទមករចាក់នៅភូមិព្រៃច័ន្ទនៃទឹកដីកម្ពុជារបស់យើងប៉ុន្តែធ្វើមិនបានសម្រេចហើយឥឡូវហ្នឹងគឺស្ថាបនិកឡានដឹកអាចហ្នឹងគឺបានកំពុងតែធ្វើព្យុះធ្វើភ្លៀងឲ្យប្រទេសថៃកាន់តែល្បីបាទមហាសាលល្បីលើឆាកអន្តរជាតិប៉ុន្តែមិនមែនល្បីរឿងមានមុខមានមាត់ឬក៏ល្បីរឿងមានហៅថាប្រជាប្រិយភាពអីទេគឺថាល្បីនេះគឺល្បីរឿងអសិលធម៌ល្បីរឿងអាចល្បីរឿងខ្មោចល្បីរឿងថោកទាបដែលភាគីសៀមកំពុងតែធ្វើការឈ្លានពានមកលើប្រទេសកម្ពុជាអញ្ចឹងខ្ញុំសូមអានព័ត៌មាននឹងជូននៅក្នុងពេលនេះបាទអញ្ចឹងលោកនាយករដ្ឋមន្ត្រីថៃលោកអានតូនីនបានធ្វើការបញ្ជាក់សារជាថ្មីនៅវេលារសៀលថ្ងៃទី12ខែតុលាឆ្នាំ2025នេះថាករណីចាក់សម្លេងខ្មោចសម្លេងឆ្កែលូនិងសម្លេងយន្តហោះរំខានលើអ្នកភូមិខ្មែរនៅភូមិព្រៃច័ន្ទលោកបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកហ្គាន់ចាំផាឡាំងថៃធ្វើបែបនេះគឺដើម្បីបង្ហាញអន្តរជាតិថាទឹកដីដែលថៃចាក់សម្លេងខ្មោចគឺទឹកដីរបស់ថៃលោកបញ្ជាក់ថាបុគ្គលហ្គាន់ចាំផាឡាំងហ្នឹងគឺជាមនុស្សល្អមនុស្សគួរឲ្យគោរពបំផុតនៅក្នុងសង្គមថៃដូច្នេះប្រជាជនថៃមិនត្រូវរិះគន់ចំពោះសកម្មភាពរបស់លោកហ្គាន់ចាំផាឡាំងឡើយបងប្អូនហើយចុះបើគួរឲ្យគោរពគួរឲ្យផ្ដល់តម្លៃអញ្ចឹងចុះមកឲ្យវាឡើងធ្វើជានាយករដ្ឋមន្ត្រីវិញទៅឯងបើភ្លើអញ្ចឹងចុះវិញបាទអាត្មាទោះបាទនិយាយអាក្រក់ស្ដាប់តិចជាមួយនាយករដ្ឋមន្ត្រីប៉ុន្តែនាយករដ្ឋមន្ត្រីធ្វើអានតូនីនហ្នឹងគឺមិនបាច់ទេចុះចេញពីតំណែងទៅឲ្យអាស្ថាបនិកអាចឡើងធ្វើវិញបាទឡើងធ្វើនាយករដ្ឋមន្ត្រីថៃដឹកនាំប្រទេសថៃវិញហើយដល់ចេះឆ្ងាយវិញសំទោសនិយាយអាក្រក់តិចបាទតែវាហួសចិត្តទង្វើធ្វើដល់សែនស្មោករោគសូម្បីតែសមាជិកព្រឹទ្ធសភាបាទក៏មិនគ្រប់គ្រងដែរទៅជារដ្ឋាភិបាលគ្រប់គ្រងសកម្មភាពទៅសែនស្មោករោគដែលអន្តរជាតិគ្មានឲ្យតម្លៃអីសូម្បីតែបន្តិចបាទជាងនេះសបញ្ជាក់ឲ្យឃើញថាការដឹកនាំរបស់មេដឹកនាំថៃលោកអានតូនីនបច្ចុប្បន្នហ្នឹងយុរដ្ឋមន្ត្រីថ្មីហ្នឹងគឺអសមត្ថភាពអត់មានប្រជាប្រិយភាពគេអត់ស្ដាប់គេអត់គោរពគេទៅគោរពអាស្ថាបនិកឡានដឹកអាចវិញចឹងហើយនេះគឺជារឿងមួយដែលហួសចិត្តដែលនាយករដ្ឋមន្ត្រីទៅគ្រប់គ្រងសកម្មភាពហើយមិនត្រឹមតែនោះគាត់ថាគាត់ចាក់ហ្នឹងគឺចង់បង្ហាញអន្តរជាតិថានោះជាទឹកដីរបស់ថៃទឹកដីរបស់ថៃហើយមានអីលោកឯងមានអីមកអះអាងថាជាទឹកដីរបស់លោកបាទហើយឧទាហរណ៍ខ្ញុំឧទាហរណ៍ទេបើសិនជាទឹកដីនោះទឹកដីរបស់លោកក៏មិនត្រូវចាក់ភ្លេងដើម្បីមកថាសំឡេងធ្វើឲ្យមានការរំខានដល់អ្នកជិតខាងអញ្ចឹងដែរអាហ្នឹងក៏វាខុសច្បាប់ហើយបាទចុះតម្រុំលោកអះអាងថានេះជាទឹកដីទៀតមានអីជាសំអាងមានផុសតាងអីមានប្លង់រឹងអីបាទអញ្ចឹងគឺកម្ពុជារបស់យើងចាំតែមើលតាមក្រោយទេបាទចាំតែមើលតាមក្រោយតើលោកឯងលេងដល់កម្រិតណាធ្វើដល់កម្រិតណាអញ្ចឹងនេះគឺជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រីថៃដែលគេគោរពកោតសរសើរទៅលោកហ្គាន់ផាឡាំងបាទដែលជាស្ថាបនិកធ្វើព្យុះធ្វើភ្លៀងនៅព្រំដែនបាទអញ្ចឹងហើយគឺសបញ្ជាក់ឃើញថានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ននេះគឺអសមត្ថភាពមិនមានសមត្ថភាពក្នុងការដឹកនាំប្រទេសទេបានទៅលើកតម្កើងបុគ្គលដែលមិនគួរជាទីរាប់រងនេះទៅវិញបាទអញ្ចឹងឪពុកម៉ែបងប្អូនយល់យ៉ាងណាសូមមេត្តាជួយបញ្ចេញមតិយោបល់ហើយនេះគឺជាការវិវត្តសភាពការថ្មីខ្ញុំមិនធ្វើជា clip វីដេអូវែងទេដើម្បីឲ្យពុកម៉ែបងប្អូនស្រួលស្ដាប់ស្រួលយល់
បាទហើយពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel ជឿជាក់របស់ខ្ញុំមួយផងដើម្បីខ្ញុំមាននៅការវិវត្តការអាប់ដេតព័ត៌មានរិះរកព័ត៌មានថ្មីសភាពការថ្មីក្តៅជូនពុកម៉ែបងប្អូនសូមអរគុណច្រើន